រូបតែនៅស្រឡាញ់កូនតែចង់ឲ្យសាច់កូនស្អាតចង់ឲ្យសាច់កូនហ្នឹងភ្លឺថ្លាអត់ឲ្យមានស្នាមអត់ឲ្យមានកន្ទួលអីមែនទេចាពីខ្ញុំទៅវិញខ្ញុំសូមណែនាំគ្រីមនេះមួយតើតូននឹងអូនតិចតួចមិនថាទូចមិនថាធំទេឲ្យ4 5ឆ្នាំចុះក្រោមហ្នឹងគឺគាត់ប្រើគ្រីមនេះនៅពេលណាដែលមានសត្វខាំឬមួយក៏មានសត្វតិចយើងអត់ចង់នៅពេលដែលយើងបើសិនជាយើងយកស្អីផ្សេងទៅលាបប្រេងកាឡាឬមួយអីយើងឃើញឡើងប៉ោងឡើងក្រហមអញ្ចឹងយើងយកប្រេងកាឡាយកអីទៅលាបវាអាចនឹងខ្មៅមានស្នាមខ្មៅនៅលើស្បែកកូនយើងចាតែខ្លះស្នាមដុំមើលទៅខ្មៅអាក្រក់មើលដូច្នេះបងប្អូនអាចមានអាគ្រីមនេះមួយគឺសម្រាប់លាបឲ្យកូនយើងនៅពេលដែលមានមុខខាំឬមួយក៏សត្វខាំអីផ្សេងយើងយកទៅញីនៅអាកន្លែងមុខកណ្តិចហ្នឹងទៅញីលើអាស្នាមខ្មៅស្នាមខាំហ្នឹងទៅគឺវាធ្វើឲ្យស្រកហៅមកវិញហើយបាត់លមាស់ទៀតចានេះឆ្នាំសម្រាប់គ្រីមសម្រាប់លាបសត្វខាំពួកសត្វខាំសត្វតិចឬមួយក៏យើងទៅលេងខាងទៅលេងតំបន់ណាដែលមានឆ្ងាយទៅតាមស្រុកភូមិអីដែលមានឆ្ងាយអញ្ចឹងវាធ្វើឲ្យមានសត្វខាំសត្វតិចកូនយើងហើយដូច្នេះយើងសួរអស់នេះទៅតាមខ្លួននៅពេលដែលមានសត្វខាំយើងលាបនៅមានសត្វខាំយើងលាបវាទៅដើម្បីកុំឲ្យមាននៅពេលដែលស្រកហើមហើយកុំអត់មានស្នាមពណ៌ខ្មៅនៅលើស្បែកទៀតចាជួយឲ្យស្បែកកូនស្អាតដូច្នេះជាការការពារដល់កូនយើងគ្រប់គ្នាគឺតែងតែចង់ឲ្យកូនស្អាតគ្រប់គ្នាចាចង់ឲ្យស្បែកស្អាតចង់ឲ្យអត់ចង់ឲ្យមានស្នាមអត់ចង់ឲ្យមានអីដូច្នេះគួរតែមានគ្រីមទុកនៅតាមខ្លួនណាដើម្បីកុំឲ្យមានសត្វខាំទៅស្នាមខ្មៅកូនធ្វើឲ្យដល់ពេលកូនធំឡើងអាចទៅជាថ្ងៃក្រោយទៅជាស្អីគេតារាមួយដែលគេហៅថាដូចបវរកញ្ញាដូចបវរកញ្ញាគេគ្រាន់តែឃើញកូននេះដែរទាំងក្មេងស្រីទាំងក្មេងប្រុសដូចគ្នាសង្គមនេះគឺចូលចិត្តឲ្យធ្វើម៉េចគេហៅថាស្អាតចាអរគុណច្រើន